សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងចូលមេរៀនយើងបន្តទៀតចំណុចក្នុងវិស័យនយោបាយក្នុងវិស័យនយោបាយវិញគឺបើកឲ្យមានពួកប្រឆាំងធ្វើការរិះគន់ជាបើករិះគន់ជាចំហដល់របបមុនមានន័យថារបបសង្គមនិយមនៅក្នុងក្របខ័ណ្ឌនៃជួរគណៈបកផ្ដល់ឲ្យមានរបបប្រជាធិបតេយ្យនៅក្នុងបកពោលគឺមានការជ្រើសរើសមន្ត្រីដោយបោះឆ្នោតដើម្បីសម្ដែងការទុកចិត្តនៅឆ្នាំនៅថ្ងៃទី1ខែធ្នូឆ្នាំ1988មានកំណែទម្រង់នៃរដ្ឋធម្មនុញ្ញដោយរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភាតាមរយៈពលរដ្ឋដែលមានគណៈបកច្រើនចូលរួមកំណែទម្រង់នៃរដ្ឋធម្មនុញ្ញថ្មីនេះបានចែងពីអាណត្តិប្រធានាធិបតីដែលមានរយៈពេល5ឆ្នាំហើយលោកក៏បាឆ័យជាប្រធានាធិបតីដំបូងដែលចូលកាន់តំណែងឆ្នាំ1990អ្នកនយោបាយនិងអ្នកប្រឆាំងត្រូវដោះលែងពីមន្ទីរឃុំឃាំងឲ្យមានសេរីភាពនិងត្រឡប់ជួបជុំគ្រួសារឯស្រុកកំណើតវិញ